ការងារបង្រៀនតែមួយមុខมันអាចធ្វើឲ្យជីវភាពលោកគ្រូអ្នកគ្រូបានល្អប្រសើរទេបាទខ្ញុំមានមិត្តភក្តិច្រើនជាគ្រូបង្រៀនបាទគឺបង្រៀនតែមួយមុខទេគាត់អត់ធ្វើអីទេបាទចេះធ្វើអីទេបាទអត់ជួយប្រពន្ធកូនរស់ស៊ីនេះរស់ស៊ីនោះអីទេបាទក្រៅពីបង្រៀនណាបាទក្នុងលោកនេះបាទគ្មាននរណាម្នាក់អាចខ្លាចទៅជាអ្នកមានដោយពឹងលើប្រភពចំណូលតែមួយបានទេយើងមើលអុកញ៉ាឬមហាសេដ្ឋីគាត់មានបាទប្រភពចំណូលច្រើនណាបាទអញ្ចឹងមកឥឡូវនេះបាទខ្ញុំមានវិធីមួយដែលជួយឲ្យលោកគ្រូអ្នកគ្រូអាចរកចំណូលបានបន្ថែមក្រៅពីការបង្រៀនណាឥឡូវនេះយើងមាន app មេកុងសាអិនអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូអាចទៅសេសភៅលក់លើនឹងបានបាទសេសភៅលក់អាចរកចំណូលបានច្រើនកុំមើលខ្សោយដល់ការនិពន្ធសភៅកន្លងមកមែនបាទអ្នកនិពន្ធមិនអាចខ្លាចជាអ្នកមានបានទេពីព្រោះគាត់មិនអាចរកចំណូលបានច្រើនពីការសរសេររបស់គាត់ទេប៉ុន្តែឥឡូវនេះណាបាទមេកុងសាអិនគឺអាចឲ្យលោកគ្រូអ្នកគ្រូឬអ្នកនិពន្ធអាចរកចំណូលបានពីមុនមកយ៉ាងម៉េចហ៎បាទអ្នកសរសេរគឺគាត់លក់សិទ្ធឲ្យគេលក់សិទ្ធឲ្យគេមួយក្បាលជួនកាលខំសរសេរមួយឆ្នាំជួនកាលបាន300 500បើគ្រូល្បីហ្នឹងអាចបាន1000ទៅ1500អីមួយក្បាលណាបាទអញ្ចឹងណាហើយបើគាត់អាហ្នឹងគាត់លក់សិទ្ធដាច់គេមកលក់ស្ពើដាច់ឲ្យគេហ្មងគាត់អត់មានសិទ្ធអីទៀតទេលក់ហើយក៏បានលុយហើយចប់បាទហើយបើសិនគាត់អត់ធ្វើអញ្ចឹងគាត់អាចចែកភាគរយជាមួយគេទី2ចែកភាគរយទៅជួនកាលគេឲ្យយើងមក20%នៃការលក់ឬក៏30%នៃការលក់បើយើងមកកែចរចាបាទបានប៉ុណ្ណឹងហើយយើងមិនដឹងថាគេលក់បានប្រមាណទៅបាទអញ្ចឹងពិបាកគ្រប់គ្រងប៉ុន្តែឥឡូវនេះលេខជាបញ្ហាហើយបាទមេកុងសាអិនអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូឬនឹងអ្នកនិពន្ធផ្សេងទៀតអាចបង្កើត account នៅក្នុង website នៅក្នុង website មេកុងសាអិនហ្នឹងលោកគ្រូអាចមើលឃើញហ្មងអាចផុសលក់លើហ្នឹងជាសោះហើយមានសុវត្ថិភាពទៀតអត់អាចចម្លងអត់អាច copy អត់អាចចែករំលែកបានទេទោះបងលុយបានអាចអានបានទេណាសភៅហ្នឹងណាអញ្ចឹងលោកគ្រូអាចសេសភៅបាទខ្ញុំមានមិត្តភក្តិមួយបាទគឺថាឥឡូវគាត់បានចំណូលច្រើនពីការហ្នឹងបងប្អូនមើលគាត់ទៅសេសភៅវិញ្ញាសាបាទបាក់ឌុបបាទគាត់លក់មួយក្បាលតែ$3ទេបាទហើយមករដូវបាក់ឌុបតែចង់10000ក្បាលពួកក្មេងៗបាទសិស្សគាត់ទិញហើយគិតទៅឃើញប្រហែលបាទចង់$100,000មករដូវនេះណាមិនធម្មតាណាបាទអញ្ចឹងបាទអញ្ចឹងក៏មើលសារលើការនិពន្ធទៅសេពីព្រោះកាលពីមុនគឺមែនគេបានលុយព្រោះគេបាទគាត់ដូចខ្ញុំថាមិញណាតែឥឡូវនេះមេកុងសាអិនគេយកតែ5%នេះហើយ95%ទៀតគាត់ទទួលបានអញ្ចឹងគាត់មានកម្លាំងចិត្តមកឥឡូវលោកគ្រូចាប់អារម្មណ៍បាទក្នុងការសរសេរសភៅឬក៏សរសេរជាមេរៀនឬក៏សរសេរជា slide អីក៏បានលំហាត់អីក៏បានក្នុងនោះអាចលក់ឲ្យក្មួយបានអញ្ចឹងនេះជាវិធីមួយដែលលោកគ្រូអ្នកគ្រូអាចរកចំណូលបានហើយក៏ធ្វើឲ្យការបង្រៀនរបស់យើងកាន់តែល្អផងយើងធ្វើគ្រូ10 20ឆ្នាំអត់សេអីមួយមិនកើតមិនដឹងអញ្ចឹងទៅសេសភៅសេអីមួយទៅសង្ខេបមេរៀនឬក៏អីចឹងទៅអាចលក់លើនឹងបានអាចរកចំណូលបានហើយធ្វើឲ្យចង់និយាយថាអាជីពយើងជាគ្រូនេះគ្រូតែខ្លាចជាអ្នកនិពន្ធអ្នកសរសេរអ្នកតែងអីចឹងណាអញ្ចឹងអាចជួយដល់ការអានការសរសេរដល់នៅប្រទេសកម្ពុជារបស់យើងផងដែរអញ្ចឹងចាប់អារម្មណ៍ណាបាទតាក់ទងខ្ញុំបាទតាម Telegram 012 867 117បាទអរគុណច្រើនបាទកុំភ្លេចចូល like ចូល follow page មេកុង booking ជាមួយផងហើយកុំភ្លេចបាទចាំ subscribe YouTube channel របស់ខ្ញុំបាទឈ្មោះមេកុងសាអិនហើយមួយទៀតកុំភ្លេចបាទណែនាំឲ្យកូនគាត់ចូលរៀនលំហាត់គណិតរូបគីមីជីវៈនៅក្នុង website នៅក្នុង app មេកុងសាអិនបាទមានលំហាត់ជាង20000លំហាត់ឯនោះហើយក្នុង website ហ្នឹងលោកគ្រូអ្នកគ្រូគាត់អាចចូលបានបង្កើតសំណួរហើយអាចលក់សភៅបានហើយមួយទៀតអាជីវករក៏គាត់អាចចូលទៅដើម្បីបង្កើត shop លក់ទំនិញនៅលើហ្នឹងដោយសេរីបានដែរហើយឥឡូវនេះគឺថា website app របស់យើងគឺថាមានអ្នក download ជិត20000នាក់ហើយបាទហើយ website គឺថាមានអ្នកចូលមើលបាទជាង50000ដងឯនោះអញ្ចឹងយើងទៅតែបង្ហោះប៉ុន្តែមានអ្នកចូលមើលច្រើន